ក្នុងកម្មវិធីទូទាយគូស្រករនៅថ្ងៃនេះខ្ញុំសូមលើកយកតើប្រុសឆ្នាំថោះនិងស្រីឆ្នាំមម៉ែបានគ្នាជាប្តីប្រពន្ធល្អដែរឬទេការទូទាយឆ្នាំទាំងពីរនោះគឺសម្រាប់អ្នកនៅលីវដែលកំពុងរកគូស្រករក៏ត្រូវអ្នកមានប្តីប្រពន្ធហើយក៏ត្រូវដូច្នេះបើឆ្នាំថោះនិងឆ្នាំមម៉ែបានគ្នាជាប្តីប្រពន្ធល្អមធ្យមអ្នកទាំងពីររស់នៅជាមួយគ្នាច្រើនមាត់ធំមាត់តូចតាក់គ្នាបន្តិចចាប់ពីបានកូនមួយទៅបើត្រូវប្រត់គ្នាគឺបែកគ្នាមួយរយៈទៅជួបគ្នាវិញអ្នកឆ្នាំមម៉ែធ្វើអ្វីច្រើនតាមក្រោយអ្នកឆ្នាំថោះបើឆ្នាំទាំងពីរនោះបានគ្នាជាប្តីប្រពន្ធហើយរួមសុខរួមទុក្ខជាមួយគ្នាក៏ទទួលបាននៅសំណាង6យ៉ាងនៅក្នុងការរស់នៅជាមួយគ្នាផងដែរដែលសំណាងនីមួយៗត្រូវបែងចែកទៅតាមប្រភេទរបស់វាមួយនោះគឺសំណាងទី1ឪពុកក្មេកម្ដាយក្មេកមាន2ប្រភេទប្រភេទទី1បានឪពុកក្មេកម្ដាយក្មេក slope boat ស្រឡាញ់កូនចៅចិត្តបាននឹងកូនប្រសាប្រភេទទី2បានឪពុកក្មេកម្ដាយក្មេកកាចរញ៉ាំរញ៉ូវច្រើនចង់បានតែពីកូនប្រសាចង់បានតែពីកូននឹងចិត្តមិនសូវបានជាមួយនឹងកូនប្រសាសំណាងទី2គឺសំណាងដោយសារប្តីប្រពន្ធមាន3ប្រភេទប្រភេទទី1បានប្តីប្រពន្ធជាអ្នកមានឬអ្នកធ្វើការធំប្រភេទទី2បានប្តីប្រពន្ធជាអ្នកមានទ្រព្យធនមធ្យមឬប្រហាក់ប្រហែលនឹងខ្លួនអ្នកប្រភេទទី3បានប្តីប្រពន្ធជាអ្នកមានទ្រព្យធនក្រោមខ្លួនឬអន់ជាងខ្លួនអ្នកសំណាងទី3គឺទឹកចិត្តប្តីប្រពន្ធមាន2ប្រភេទប្រភេទទី1បានប្តីប្រពន្ធ slope boat ចេះជួយយកអាសារគ្នាចេះឲ្យតម្លៃគ្នាចេះយកចិត្តគ្នាមួយខ្លាំងមួយខ្សោយស្មោះត្រង់នឹងគ្នានឹងចិត្តបានជាមួយឪពុកក្មេកម្ដាយក្មេកនិងបងប្អូនប្រភេទទី2បានប្តីប្រពន្ធកាចរអ៊ូច្រើនមានះឬជចេះមិនសូវចេះយកចិត្តគ្នាប្រច័ណ្ឌច្រើនធ្វើបាបកូនប្រពន្ធខឹលនិងចិត្តមិនសូវបានជាមួយនឹងម្ដាយក្មេកឪពុកក្មេកនិងបងប្អូនសំណាងទី4ការទំនាក់ទំនងពីកំណើតមាន3ប្រភេទប្រភេទទី1ពូកែទំនាក់ទំនងដូចជាពូកែយកចិត្តរាក់ទាក់រស់រាយមានប្រជាប្រិយភាពចូលចិត្តរាប់ញាតស្គាល់អ្នកធំអ្នកតូចច្រើនពូកែនិយាយឬបានវោហារសាស្ត្រនិងមានសេចក្តីក្លាហានប្រភេទទី2ទំនាក់ទំនងមធ្យមដូចជាមានទំនាក់ទំនងល្អជាមួយនឹងអ្នកដទៃតែមិនសូវស្និទ្ធចេះយកចិត្តគេតែមិនសូវស្និទ្ធមានញាតិច្រើនតែមិនសូវមានទំនាក់ទំនងល្អជាមួយនឹងគ្នានិងខ្វះសេចក្តីក្លាហានប្រភេទទី3ទំនាក់ទំនងខ្សោយដូចជាមិនខ្វល់ពីការបង្កើតទំនាក់ទំនងល្អជាមួយនឹងអ្នកដទៃសាច់ញាតិខ្វះការទំនាក់ទំនងនិងអៀនច្រើនសំណាងទី5គឺសំពេចបុណ្យពីកំណើតមាន3ប្រភេទប្រភេទទី1មានសំពេចបុណ្យខ្ពស់ប្រភេទទី2មានសំពេចបុណ្យមធ្យមនិងប្រភេទទី3មានសំពេចបុណ្យក្រោមមធ្យមសំណាងទី6គឺសុខភាពពីកំណើតមាន4ប្រភេទប្រភេទទី1បានប្តីប្រពន្ធមានសុខភាពល្អតាំងពីក្មេងរហូតដល់ចាស់ប្រភេទទី2បានប្តីប្រពន្ធឈឺច្រើនតាំងពីក្មេងរហូតដល់ចាស់ប្រភេទទី3បានប្តីប្រពន្ធមានសុខភាពល្អពីក្មេងតែវ័យចំណាស់មានជំងឺប្រចាំកាយនិងប្រភេទទី4បានប្តីប្រពន្ធឈឺច្រើនពីក្មេងតែដល់ចាស់មានសុខភាពល្អសូមអរគុណ